ប្រាសាទអង្គរវត្តឬហៅថាប្រាសាទអង្គរតូចមានកម្ពស់65ម៉ែត្រមានក្រឡាផ្ទៃប្រហែល200ហិកតារាងចតុកោណដែលមានកំណត់ដោយកំពែងព័ទ្ធជុំវិញនិងគូទឹកដែលមានទទឹង200ម៉ែត្រដោយសារតែទំហំដ៏ធំនិងស្ថាបត្យកម្មដ៏អស្ចារ្យនេះមានមនុស្សមួយចំនួនគិតថាប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេគឺជាស្នាដៃរបស់អាទិទេពនៅខាងមុខផ្លូវចូលមានតោថ្មធំឈរយាមនៅអមសងខាងផ្លូវនៅខាងចុងនៃផ្លូវចូលនោះមានគោបុរៈប្រាង្គ3ដែលមានកម្ពស់ខុសគ្នាហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយនៅគោបុរៈនោះមានថែវដែលមានកម្ពស់ជាវោតបន្ទាប់ពីគោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្ដោយ350ម៉ែត្រនិងទទឹង9ម៉ែត្រធ្វើពីថ្មភក់និងបង្កាន់ដៃនាគនៅអមសងខាងប្រាសាទអង្គរវត្តឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាបដែលមានចម្ងាយចំនួន7គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវគោម៉ៃឬផ្លូវសាងដឺគោលប្រាសាទអង្គរវត្តកសាងឡើងនៅពាក់កណ្ដាលសតវត្សទី11ដើមសតវត្សទី12រវាងឆ្នាំ1113ដល់1150ដោយព្រះបាទសូវេរ្ម័នទី2ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុតែក្រោយមកត្រូវបានគេប្រើប្រាស់ជាទីអារាមផ្នែកព្រះពុទ្ធសាសនាវិញប្រាសាទអង្គរវត្តមានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោកអង្គរមកពីពាក្យសំស្ក្រឹតថានគរមានន័យថាទីក្រុងធានីអាណាចក្ររីឯពាក្យវត្តគឺជាទីដែលព្រះសង្ឃគង់នៅរួមន័យមកអង្គរវត្តមានន័យថាជាទីក្រុងដែលមានវត្តព្រះពុទ្ធសាសនាប្រជាជនខ្មែរនិងបរទេសមួយចំនួនយល់ថាប្រាសាទអង្គរវត្តមានកម្ពស់ឬប្រាង្គចំនួន5តែជាក់ស្ដែងប្រាសាទអង្គរវត្តមានកម្ពស់រហូតដល់12គឺកម្ពស់9ស្ថិតនៅលើសំណង់ធំរបស់ប្រាសាទរីឯកម្ពស់3ទៀតស្ថិតនៅលើខ្លោងទ្វារចូលសំខាន់នៅទិសខាងលិចកម្ពស់ប្រាសាទកណ្ដាលដែលខ្ពស់ជាងគេតំណាងឲ្យភ្នំព្រះសុមេរុប្រាសាទអង្គរមានកម្ពស់65ម៉ែត្ររាងចតុកោណមានកំពែងព័ទ្ធជុំវិញដែលមានបណ្ដោយប្រវែង1500ម៉ែត្រនិងទទឹង1300ម៉ែត្រគ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុងក្នុងបរិវេណប្រាសាទអង្គរវត្តមានវត្តចំនួន2គឺឥន្ទ្របត្តបូរីខាងត្បូងនិងឥន្ទ្របត្តបូរីខាងជើងដែលព្រះរាជាសោយរាជ្យក្រោយសម័យអង្គរបានកសាងឡើងដើម្បីគោរពប្រតិបត្តិដល់ព្រះពុទ្ធសាសនាចំណុចកណ្ដាលនៃប្រាសាទអង្គរវត្តដែលខ្ពស់ជាងគេមានឈ្មោះថាជាន់បាកានជាទីកន្លែងបណ្ដុំដោយបារមីធំទ្រទ្រង់អង្គរមានកម្ពស់65ម៉ែត្រហើយនៅថ្ងៃឧទ្ទិសបោសិលថ្ងៃពេញបរមីមានការហាម5មិនឲ្យភ្ញៀវឡើងទៅទីនោះទេចម្លាក់ថែបព័ទ្ធជុំវិញប្រាសាទអង្គរវត្តចែកជា8ផ្ទាំងនិង2ផ្ទាំងនៅពន្លាជ្រុងនៃថែវខាងលិចចម្លាក់ទាំងនោះរួមមានថែវខាងលិចបង្ហាញពីចម្បាំងរបស់កុរៈសាត្រាពន្លាជ្រុងនិរតីបង្ហាញពីឆាកនៃរឿងរាមកេរ្តិ៍ថែវខាងត្បូងបង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូវេរ្ម័នទី2ថែវខាងត្បូងបង្ហាញពីរឿងឋានសួគ៌និងឋាននរកថែវខាងកើតបង្ហាញពីរឿងគោសមុទ្រទឹកដោះថែវខាងកើតជិតផ្លូវចូលជាសិលាចារឹកថែវខាងកើតឈៀងខាងជើងបង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុលើពួកអសុរៈថែវខាងជើងឈៀងខាងកើតបង្ហាញពីជ័យជំនះរបស់ក្រឹស្នៈនិងបានធនៈថែវខាងជើងឈៀងខាងលិចបង្ហាញពីចម្បាំងរវាងទេវតានិងពួកអសុរៈពន្លាជ្រុងពាយ័ព្យបង្ហាញពីឆាកនៃរឿងរាមកេរ្តិ៍ថែវខាងលិចឈៀងខាងជើងបង្ហាញពីចម្បាំងនៅក្រុងលង្ការឿងរាមកេរ្តិ៍ចម្លាក់រឿងគោសមុទ្រទឹកដោះលើជញ្ជាំងប្រាសាទអង្គរវត្តមានបណ្ដោយ49ម៉ែត្រនិងកម្ពស់2ម៉ែត្រជាទីចាប់អារម្មណ៍បំផុតពីភ្ញៀវទេសចរចូលទៅទស្សនាអង្គរដែលបង្ហាញពីរូបក្រុមអសុរៈយក្សនៅខាងឆ្វេងដៃចំនួន92អង្គនិងរូបក្រុមទេវៈនៅខាងស្ដាំដៃចំនួន88អង្គបបួលគ្នាគោសមុទ្រទឹកដោះយកទឹកអម្រឹតរៀងរាល់ថ្ងៃទី21 22ខែមីនានិងថ្ងៃទី22 23ខែកញ្ញា
គឺព្រះអាទិត្យរះនឹងលិចចំកណ្ដាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេលយប់និងថ្ងៃស្មើគ្នាឬហៅសំរាត្រីនិងវេលាពីរសំខាន់ទៀតគឺវេលាថ្ងៃវែងជាងយប់និងវេលាយប់វែងជាងថ្ងៃអង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ពីប្រាក់មកមាសទៅតាមពេលវេលាមួយទៀងទាត់ព្រឹកថ្ងៃនិងរសៀលអង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង200ផ្ទាំងដែលមិនអាចមើលដឹងដោយផ្នែកទទេត្រូវការជំនួសដោយបច្ចេកវិទ្យាចតីជាន់នន់មានទីតាំងស្ថិតខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្តទិសខាងកើតនៃថែវទី3មានមនុស្សតិចណាស់ដែលបានដឹងពីប្រវត្តិចេតិយនេះអ្នកខ្លះក៏មិនដឹងថាវាជាចេតិយផងដែរនៅប្រាសាទអង្គរវត្តមានចម្លាក់អប្សរាដល់ទៅ1737ផ្ទាំងប៉ុន្តែមានតែរូបមួយផ្ទាំងប៉ុណ្ណោះដែលមានរូបអប្សរាញញឹមចេញធ្មេញប្រាសាទអង្គរវត្តនិងតំបន់រមណីយដ្ឋានអង្គរទាំងមូលត្រូវបានអង្គការ UNESCO ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី14ខែធ្នូឆ្នាំ1992នៅទីក្រុង Santa Fe សហរដ្ឋអាមេរិកការចុះបញ្ជីនេះធ្វើឡើងក្រោមព្រះរាជតម្រិះព្រះបាទនរោត្តមសីហនុដើម្បីការពារតំបន់អង្គរដែលជាកេរដំណែលវប្បធម៌រូបីនិងស្នាដៃឯកដ៏អស្ចារ្យរបស់ខ្មែរអំបញ្ញមិញនេះជាការរៀបរាប់ទ្រុសនៃប្រវត្តិប្រាសាទអង្គរវត្តដែលខ្ញុំបានទៅដល់ហើយទស្សនាតាមរយៈផ្ទាំងសិលាក៏ដូចជាថែវជុំវិញប្រាសាទអង្គរវត្តហើយទាំងភ្ញៀវជាតិនិងអន្តរជាតិតែងតែចូលរួមទស្សនានេះជាថែវដែលនិយាយអំពីរឿងរាមកេរ្តិ៍និងគោសមុទ្រទឹកដោះរវាងអសុរៈនិងទេវតាបាទហើយជាការទស្សនាមួយដែលខ្ញុំទើបតែបានថតវីដេអូទោះបីជាខ្ញុំបានទៅលេងប្រាសាទអង្គរវត្តជាច្រើនលើកច្រើនសារក៏ដោយហើយនៅទីនេះមានប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិភាគតិចណាស់ដែលគាត់បានដើរទស្សនាតាមថែវប្រាសាទដែលមានចម្លាក់នៃការធ្វើចម្បាំងក៏ដូចជារូបសត្វផ្សេងដើម្បីប្រើជាមធ្យោបាយក្នុងការធ្វើចម្បាំងនឹងបាទហើយប្រាសាទអង្គរវត្តវាជាទីដែលមានចម្លាក់ដ៏ច្រើននិងមានសិលាចារឹកច្រើនសម្រាប់ប្រវត្តិសាស្ត្រខ្មែរដែលបានកសាងនាសតវត្សទី11ហើយសម្រាប់សាងសង់រួចរាល់នាសតវត្សទី12ហើយនៅទីនេះមានភាពអាថ៌កំបាំងច្រើនដែលអ្នកបុរាណវិទ្យាក៏ដូចជាអ្នកវិទ្យាសាស្ត្របានមកសិក្សាស្រាវជ្រាវហើយសន្និដ្ឋាននឹងមិនទាន់មានភាពច្បាស់លាស់នៅឡើយហើយខ្ញុំបានទៅទស្សនាទីនោះខ្ញុំបានថតរូបវីដេអូដើម្បីចូលរួមផ្សព្វផ្សាយពីកន្លែងទេសចររបស់ប្រទេសកម្ពុជាជាពិសេសប្រាសាទផ្សេងៗនៅខេត្តសៀមរាបដែលបានកសាងឡើងដោយកូនខ្មែរនាសម័យបុរាណរហូតមកដល់នាពេលបច្ចុប្បន្ននេះបងប្អូនដែលបានចូលរួមទស្សនាកុំភ្លេចជួយlike និង share តាមរយៈ page Facebook ពិតរួមទាំង TikTok ពិតផងដែរជាពិសេសជួយ Subscribe YouTube ពិតដើម្បីជាការចូលរួមផ្សព្វផ្សាយពីវិស័យទេសចររបស់ប្រទេសកម្ពុជាយើងដើម្បីជួយជំរុញដល់សេដ្ឋកិច្ចជាតិនិងសង្គមបាទសូមអរគុណសូមជម្រាបលាបាទ